ចានេះគឺវិធីចុះឈ្មោះចូល website តមីនៅក្នុងប្រទេសកម្ពុជាយើងណាបងប្អូនចង់ចុះឈ្មោះប្រើប្រាស់បងប្អូនអាចចុះឈ្មោះដំបូងយើងចូលក្នុង Google មកបន្ទាប់មកយើងចុច www.atomy Cambodia មកនៅពេលវា load ចេញហើយនៅខាងក្រោមនេះយើងអាចចុច select ចូលទៅហើយយើង select ទៀតបន្ទាប់មកចុចសញ្ញាខ្វែងចេញហើយចុចទៅលើពាក្យថា menu ចាបន្ទាប់មកយើងចុចការចុះឈ្មោះមាន3ជម្រើសទី1ប្រើប្រាស់ធម្មតាទី2ប្រើប្រាស់ឲ្យធ្វើចំនួនបានទី3ជាសកលចឹងយើងចុចទី2មកបន្ទាប់មកយើងចុចគឺយល់ព្រមទាំងអស់ចុចពីបន្ទាប់មកទៀតគឺយើងចុចឈ្មោះដំបូងអង់គ្លេសឈ្មោះយើងចុចឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណរបស់យើងបងប្អូនអរគ្នាបន្ទាប់មកយើងចុចឈ្មោះជាភាសាខ្មែររបស់យើងឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណយើងដូចគ្នាកុំឲ្យខុសចឹងណាជ្រើសរើសភេទថ្ងៃខែឆ្នាំកំណើតបន្ទាប់មកចុចឲ្យពាក្យសម្ងាត់ជា password ចុចឲ្យគ្រប់8ខ្ទង់មកមានអក្សរអង់គ្លេសហើយលេខហើយនឹងសញ្ញាបញ្ជាក់ឲ្យគ្រប់8ខ្ទង់ខាងក្រោមគឺបញ្ជាក់លេខដដែលហើយយើងបញ្ចូលលេខទូរស័ព្ទរបស់យើងនៅក្នុងខ្សែមកលេខយើងក៏បានលេខគ្រួសារបងប្អូនក៏បានលេខក្រុមហ៊ុនអាចតាក់ទងទៅបានណាបន្ទាប់មកចុច email មកវាស្រួលបើយើងមាន email សម្រាប់ក្រុមហ៊ុនផ្ដល់ព័ត៌មានឲ្យយើងហើយកណ្ដាលមកចុចសូមជ្រើសរើសមកបន្ទាប់ select លើពាក្យ Gmail មកវា load ទៅខាងកណ្ដាលហ្នឹងហើយបន្ទាប់មកគឺយើងបញ្ចូលលេខតាក់សញ្ញាណប័ណ្ណរបស់យើងណានៅលើតាក់សញ្ញាណប័ណ្ណហ្នឹងបញ្ជាក់បងប្អូនបញ្ចូលយើងត្រូវពិនិត្យមើលកុំឲ្យខុសចឹងពេលដែលយើងបំពេញឲ្យយើងចុចពាក្យបន្ទាប់មកចុច note now ហើយចុចបាទឬចាស់មកដើម្បីបញ្ជាក់ថាយើងមានលេខអ្នកណែនាំដែលចុចឈ្មោះនៅខ្សែខាងក្រោមយើងប្រអស់យើងយកលេខកត់មកចុចបន្ទាប់ហើយចុចវាយ ID របស់អ្នកណែនាំហ្នឹងមកនៅពេលដែលចុច ID អ្នកណែនាំហើយគឺយើងចុចសញ្ញា search បន្ទាប់មកគេបញ្ជាក់ឈ្មោះអ្នកណែនាំមកយើងមើលត្រូវអត់ត្រូវយើងចុចបញ្ជាក់មកវាលោតចេញខ្សែចុចបន្ទាប់មកហើយចុចគ្រីយល់ព្រមទាំងអស់មកនេះយើងចុចឈ្មោះបានជោគជ័យហើយ screenshot ទុកមក